សួស្តីអ្នកទាំងអស់គ្នាថ្ងៃហ្នឹងយើងមកធ្វើទឹកគ្រឿងបែបងាយសាមញ្ញតែរសជាតិឆ្ងាញ់ជាដំបូងខ្ញុំធ្វើការលីងខ្ទឹមក្រហមខ្ទឹមសនិងម្ទេសយើងលីងឡើងឈ្ងុយហើយយកមកយើងមកចៀនត្រីចំហុយយើងយកមកចៀនយើងដួសទុកហើយយើងធ្វើការចាក់ទឹកចូលបន្ទាប់មកយើងធ្វើការដាក់ស្លឹកគ្រៃរំដេងរួចធ្វើការដាក់ត្រីស្រស់ចូលហ្នឹងដើម្បីយើងធ្វើការស្ងោរយកមកបុកជាមួយហ្នឹងចាស្ងោរឲ្យឡើងឆ្អិនហើយយើងធ្វើការដួសទុកបន្ទាប់មកយើងដួសទឹកចេញខ្លះទៅសារទឹកសមល្មមយើងធ្វើការដាក់ផុកចូលតែម្ដងចាហើយងាកទៅមើលគ្រឿងយើងធ្វើការដាក់ចូលបុកឲ្យវារាងម៉ត់បន្តិចទៅណាចាពេលដែលយើងបុករាងម៉ត់ហើយចាំយើងបន្ថែមជាមួយនឹងត្រីចំហុយចូលបន្ទាប់មកគឺត្រីស្ងោររបស់យើងនឹងដាក់ចូលគ្នាហើយយើងធ្វើការបុកឲ្យវារាងម៉ត់បន្តិចទៅបន្ទាប់ពីយើងបានធ្វើការបុកម៉ត់ហើយយើងធ្វើការដួសចេញដាក់ទៅក្នុងមួយលើសិនបន្ទាប់មកគឺយើងធ្វើការយកប្រហុកដែលយើងនេះនឹងយកមកជ្រុំដាក់ពីលើយើងដាក់ប៊ីចេងបន្តិចស្ករបន្តិចជាមួយនឹងក្រូចឆ្មាយើងច្បាច់ក្រូចឆ្មាចូលតាមអ្វីដែលយើងចូលចិត្តមកចង់បានរសជាតិយ៉ាងម៉េចយើងថែមខ្លួនឯងទៅពេលដែលយើងថែមហើយយើងធ្វើការច្បល់ឲ្យវាចូលជាតិហើយមើលទៅដូចរាងនេះដែរយើងថែមទឹកដែលយើងដាំមកបន្តិចទៅចាដើម្បីវារាងខាប់អីចឹងហើយយើងចាំយើងបន្ថែមជាមួយសណ្តែកដីជាមួយនឹងជីរណាហើយនឹងជីនាងវងយើងកូរឲ្យវាសព្វហើយយើងភ្លក់មើលសមល្មមហើយគឺយើងអាចធ្វើការរួចរាល់ហើយយើងងាកទៅមើលបន្លែរបស់យើងវិញបន្លែរបស់យើងដោយសារថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងមុខអញ្ចឹងខ្ញុំក៏បានរៀបតែប៉ុណ្្នឹងទេចាអញ្ចឹងសម្រាប់រំលក់ហ្នឹងគឺយើងរៀបចំរួចរាល់អស់ហើយអញ្ចឹងយើងរៀបទាំងទឹកគ្រឿងនិងទាំងរំលក់ហ្នឹងគឺរួចរាល់អស់ហើយយើងរៀបចំដើម្បីត្រៀមហូបបាយហើយសម្រាប់កូនប្រុសរបស់ខ្ញុំក៏អត់សូវចេះហូបអាហ្នឹងទៅខ្ញុំដុតមាន់ឲ្យគាត់មួយផ្សេងទៀតទៅចាដិតមុនមកជាហៀងឲ្យគាត់ផ្សេងចឹងណាចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់អរគុណច្រើនទាំងអស់គ្នាសុខភាពល្អបាយបាយ